ចាសួស្តីអ្នកទាំងអស់គ្នាចាកុំឲ្យអស់រំលងវីដេអូរបស់ខ្ញុំចាសូមមើលឲ្យដល់ចប់ដោយសាររៀងវែងដែរជាង7នាទីជិត8នាទីចាសូមអរគុណចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះទំនេរថតវីដេអូមួយទៀតផងដែរចាខ្ញុំថតកន្លែងនៅហាងកាហ្វេមួយគឺទេសភាពត្រជាក់ដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងចាដើមឈើនៅលើក្បាលរបស់ខ្ញុំគឺស្បូវហើយអ្នកនរគ្នាកំពុងតែឮសលេងដូចជាទឹកធ្លាក់ហ្នឹងចាគេធ្វើដូចទឹកធ្លាក់ហ្នឹងចាឮសលេងហ្នឹងដែរចាថ្ងៃនេះចង់និយាយអំពីការអស្ចារ្យដែលព្រះបានធ្វើការនៅក្នុងជីវិតរបស់នាងខ្ញុំគឺរយៈពេលជិត1ឆ្នាំដែលនាងខ្ញុំធ្វើដំណើរចានៅលើផ្លូវជាតិលេខ1ពីផ្ទះមកជិតដល់ផ្សារកនដាវខ្ញុំមើលឃើញព្រះគឺធ្វើការអស្ចារ្យច្រើនចំពោះការធ្វើដំណើររបស់ខ្ញុំគឺអ្នកដែលជិះនៅលើផ្លូវជាតិលេខ1ដឹងហើយសម្បូរឡានក្រុងសម្បូរឡានធំហើយមានឡានរោងចក្រឡានតូចផ្សេងផ្លូវហ្នឹងគឺចរាចរណ៍ច្រើនរហូតតែម្ដងចាហើយនៅពេលដែលយើងជិះគឺត្រូវតែមានការប្រុងប្រយ័ត្នទាំងទៅទាំងមកចាពេលខ្លះយើងត្រូវច្បាប់ដែរគេវ៉ាមកអត់មានកន្លែងតោសយើងជិះកិច្ចទៅមកខាងទៅយល់ទេសម្រាប់ខ្ញុំជីវិតជិះម៉ូតូលើផ្លូវជាតិលេខ1ដូចលេងហ្គេមដូចត្រូវកិច្ចរហូតចឹងចាហើយខ្ញុំចង់និយាយថាអរគុណដល់ព្រះយេស៊ូវគ្រីស្ទដែលធ្វើដំណើរអូសំទោសដែលជួយការពារការធ្វើដំណើររបស់ខ្ញុំចាមានរឿងជាច្រើនរយៈពេល7ឆ្នាំហ្នឹងម្ដងហ្នឹងឡានក្រុងចាពងជីចិត្តដល់ខ្ញុំហើយដូចបើខ្ញុំមិនកិច្ចទេគឺក៏ជាត្រូវហើយប៉ុន្តែខ្ញុំមិនកិច្ចទេដូចមានអីមួយទាញខ្ញុំចឹងដូចជាខ្យល់ប៉ុន្តែខ្ញុំគិតថាមិនជាខ្យល់គឺជាព្រះដែលជាអ្នកទាញខ្ញុំចេញបើមិនជាព្រះអត់ទាញខ្ញុំចេញទេគឺខ្ញុំហើយជាចូលឡានក្រុងហ្នឹងហើយនៅពេលដែលខ្ញុំប្រាប់ប្តីរបស់ខ្ញុំពីការនោះមានអារម្មណ៍ព្រឺស្បល់គីងគក់ចាគឺនេះគឺជាការអស្ចារ្យមែនទែនហើយមួយទៀតជីហ្នឹងស្រាប់តឡានធំមែនទែនឡាន truck ឡាននេះឡានដឹកទំនិញធំបើសិនជាខ្ញុំមិនកិច្ចទេក៏ត្រូវដែរកិច្ចឡើងវែវចាកិច្ចតន់ម្នាក់ខ្សោយមកប្រហែលជាស្លុកណាប៉ុន្តែអរគុណព្រះដែលឲ្យខ្ញុំនៅស្មារតីហ្នឹងកិច្ចវែវទៅមុខទៀតចាអញ្ចឹងកិច្ចរហូតមិនតែប៉ុណ្្នឹងឯងកិច្ចច្រើនរហូតពេលខ្លះធ្វើការហាត់អស់កម្លាំងជិះតាមផ្លូវក៏ងួយគេងក៏មានដែរងួយគេងព្រះដាស់តឿនយើងទៅឲ្យដឹងខ្លួនត្រូវប្រយ័ត្នថាមានម៉ូតូឡានអីនៅខាងមុខអីចឹងណាយល់ទេអរគុណព្រះយេស៊ូវគ្រីស្ទថាអរគុណមែនទែននេះគឺជាព្រះពរការថែរក្សាការពាររបស់ព្រះសម្រាប់ខ្ញុំក្នុងការធ្វើដំណើរមកធ្វើការទៅមកចាហើយមានការអស្ចារ្យជាច្រើនទៀតដែលព្រះបានធ្វើការក្នុងជីវិតខ្ញុំប៉ុន្តែចង់និយាយតែប៉ុណ្្នឹងសិនឲ្យអ្នកទាំងអស់គ្នាបានដឹងផងដែរចាហើយសូមទោសអ្នកទាំងអស់គ្នាផងដែរខ្ញុំក៏អត់សូវចេះនិយាយដែរចាគ្រាន់តែចង់និយាយការអស្ចារ្យដែលព្រះធ្វើមកលើជីវិតរបស់ខ្ញុំតែប៉ុណ្្នឹងហើយសម្រាប់អ្នកគ្រីស្ទៀនបើសូមទោសបើយើងជឿលើព្រះហើយយើងអត់ឃើញការអស្ចារ្យដែលព្រះធ្វើមកក្នុងជីវិតយើងទេមានន័យថាសម្រាប់យើងខ្លួនឯងដូចថាដូចព្រះមានអត់ដូចអត់ច្បាស់ដែរអញ្ចឹងសង្ស័យអញ្ចឹងព្រះធ្វើការអស្ចារ្យក្នុងជីវិតយើងដើម្បីឲ្យយើងបានមានសេចក្តីជំនឿកាន់តែរឹងមាំទៅចំពោះព្រះព្រះដែលអញជឿមិនមែនព្រះងាប់ណាព្រះដែលរស់នៅមែនតើណាចារស់នៅទាំងនៅឋានសួគ៌នៅក្នុងចិត្តយើងដែរហើយកំពុងតែគ្រប់គ្រងនឹងថែរក្សាពិភពលោកទាំងមូលនេះហើយគឺជាមូលហេតុដែលខ្ញុំជឿព្រះដោយសារព្រះរស់មិនជឿព្រះស្លាប់ទេចាអញ្ចឹងហើយគឺព្រះចង់ឲ្យអ្នកគ្រីស្ទានទាំងអស់ចាពេលជឿលើព្រះហើយចង់ឲ្យឃើញថាព្រះកំពុងតែរស់នៅថែរក្សាយើងអញ្ចឹងគ្រប់អ្នកគ្រីស្ទានទាំងអស់ខ្ញុំជឿថាពួកគាត់ក៏ជាមានទីបន្ទាត់ផ្សេងគ្នាដែលព្រះធ្វើការអស្ចារ្យក្នុងជីវិតរបស់គាត់អ្នកខ្លះជាពីជំងឺទៅអ្នកខ្លះជាពីបញ្ហាផ្លូវចិត្តអញ្ចឹងទៅដូចមីងមួយនៅព្រះវិហារខ្ញុំនោះគាត់មានបញ្ហាផ្លូវចិត្តហើយព្រះបានព្យាបាលគាត់ពីបញ្ហាផ្លូវចិត្តនោះគាត់ក៏ជឿលើព្រះនោះផ្សេងគ្នាអញ្ចឹងអរគុណព្រះហើយសម្រាប់ខ្ញុំចង់និយាយថាខ្ញុំមិនមែនជឿលើការអស្ចារ្យទេខ្ញុំជឿនៅលើព្រមទូលរបស់ព្រះជឿលើសេចក្តីពិតជឿនៅលើការស្គត់
របស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាងដើម្បីលាងពើបាបខ្ញុំហើយជឿថាទ្រង់រស់ពីស្លាប់ឡើងវិញចាដើម្បីឲ្យអស់អ្នកណាដែលជឿលើទ្រង់នឹងបានរស់នៅដូចជាទ្រង់ដែរចាគ្រាន់ថាការអស្ចារ្យអ្នកណាក៏មានដែរគ្រាន់ចង់និយាយពីការអស្ចារ្យដែលព្រះបានធ្វើការក្នុងជីវិតរបស់ខ្ញុំមួយផ្នែកនៅផ្នែកផ្សេងទៀតជាច្រើនចាហើយចង់និយាយចំពោះអស់អ្នកដែលមិនទាន់បានជឿលើព្រះយេស៊ូវគ្រីស្ទនៅពេលដែលគាត់មើលវីដេអូខ្ញុំសង្ឃឹមថាគាត់មើលរហូតដល់ចប់ហើយគាត់អាចនឹងបើកចិត្តបើគាត់ចង់ស្វែងរកព្រះពិតមែនគឺមានព្រះពិតមានព្រះដ៏រស់នៅមានកំពុងតែគ្រប់គ្រងនៅលើពិភពលោកទាំងមូលទាំងនៅឋានសួគ៌ហើយនិងផែនដីផងយើងអាចចាមានមើលតាម YouTube Facebook ឬក៏មានចាព្រះបន្ទូលនៅខាងក្រៅដែរចាបើគាត់ចង់មានអំណរសុខសាន្តមែនមិនត្រឹមតែមានអំណរសុខសាន្តទេជឿលើព្រះគឺមានសេចក្តីសង្ឃឹមមានបញ្ហាអីគឺយើងដូចមានអ្នកជំនួយយើងអាចនិយាយទៅកាន់ព្រះដូចមិត្តសាសនាយើងអញ្ចឹងណាហើយទោះបីជាមានបញ្ហាអីក៏ដោយក៏មានសង្ឃឹមក្នុងការរស់នៅតទៅមុខទៀតអញ្ចឹងណាពេលខ្លះយើងពិបាកចិត្ត depression ឬក៏ stress ខ្ញុំក៏ធ្លាប់ stress ដែរពេលខ្លះពីការងារច្រើនពេកបញ្ហាច្រើនពេកប៉ុន្តែមានព្រះមួយនិយាយទៅចំពោះព្រះធម្មតាអញ្ចឹងទៅព្រះអើយកូនមានបញ្ហាចេះមួយចុះមួយសូមជួយកូនដែលកូនជាមនុស្សអាក្រក់អំពើបាបកម្លាំងក៏ខ្សោយមានតែទ្រង់តែមួយដែលខ្លាំងអាចជួយកូនបានយើងនិយាយទៅដូចមានអារម្មណ៍ធូរអញ្ចឹងគឺជឿព្រះគឺចំណេញទាំងអស់ទាំងនៅផែនដីនិងនៅឋានសួគ៌ចំណេញមិនចំណេញអញ្ចឹងមានអំណរសង្ឃឹមសុខសាន្តហើយពេលយើងស្លាប់ទៅយើងចំណេញអីទៀតគឺមានជីវិតអកលជានិច្ចនៅឋានសួគ៌បានយើងនៅបឹងភ្លឺថានៅរូបអីទេចាហើយនៅលើផែនដីនេះក៏ព្រះមិនឲ្យយើងមានពេកឬក៏ក្រពេកដែរអ្វីដែលយើងត្រូវការសម្រាប់ជីវិតខ្ញុំទេគឺអ្វីដែលខ្ញុំត្រូវការអីគឺព្រះផ្ដល់ឲ្យហើយក៏មិនមានហូរហៀអីច្រើនដូចគេគ្រាន់ថាមានគ្រប់គ្រាន់ក្នុងការមានអ្វីគ្រប់គ្រាន់សម្រាប់បរិភោគសម្រាប់ការប្រើប្រាស់សម្រាប់ការចាយវាយប្រចាំថ្ងៃអញ្ចឹងណាចាអរគុណព្រះនេះជាព្រះពររបស់ព្រះធំនៅក្នុងជីវិតរបស់ខ្ញុំចាហើយថ្ងៃនេះដល់7នាទីជាងហើយចាសង្ឃឹមថាអ្នកទាំងអស់គ្នាអត់ធុញក្នុងការនិយាយរបស់ខ្ញុំហើយស្ដាប់តទៅចប់ទាំងអស់គ្នាផងចាអរគុណ